안녕하세요. សូមជម្រាបសួរបាទថ្ងៃនេះរីករាយបន្តជួបគ្នាជាមួយនឹងការបំបែកកិរិយាសព្ទឬគុណនាមទៅជាទម្រង់អាយោខ្ញុំសូមបញ្ជាក់ជូនផងដែរថាវីដេអូក្នុងថ្ងៃនេះមានបែងចែកជាពីរគឺអាយោដែលអាពុំមានផាត់ឈីមរួមជាមួយនឹងការភ្ជាប់ជាមួយយោបាទកុំឲ្យខាតពេលយូរតោះសូមអញ្ជើញមកទស្សនាទាំងអស់គ្នាកិរិយាសព្ទឬគុណនាមដែលបញ្ចប់ដោយស្រៈអូតែពុំមានផាត់ឈីមយើងត្រូវលុបថាចេញរួចថែមអាយោមកអូដាបំលែងទៅជាវ៉ាយោបាញ់សូដាស្វាយោមើល보다 봐요បាទឥឡូវសូមយើងមកសិក្សាប្រយោគទាំងអស់គ្នាជាធម្មតាចុងសប្តាហ៍ខ្ញុំមើលរឿងតាមអ៊ីនធឺណិតនៅឯផ្ទះ저는 보통 주말에 집에서 인터넷으로 영화를 봐요.ម្ដងទៀត저는 보통 주말에 집에서 인터넷으로 영화를 봐요. បាទឥឡូវសូមអញ្ជើញមកទស្សនាមួយវគ្គទៀតកិរិយាសព្ទឬគុណនាមដែលបញ្ចប់ដោយស្រៈអាតែពុំមានផាត់ឈីមយើងត្រូវលុបថាចេញរួចថែមយោជាការស្រេចបាទតើមានពាក្យអ្វីខ្លះទៅខាដាបំលែងទៅជាកាយោទិញ사다 사요ជួប만나다 만나요បាទឥឡូវសូមយើងមកមើលប្រយោគទាំងអស់គ្នាគាត់ជួបសង្សារម្ដងក្នុងមួយសប្តាហ៍그는 일주일에 한 번 애인을 만나요. 그는 일주일에 한 번 애인을 만나요. បាទប្រសិនបើបងប្អូនចូលចិត្តសូមជួយចុច like follow ឬ subscribe រួច share បន្តដើម្បីទទួលបានវីដេអូថ្មីបន្ថែមទៀតសូមអរគុណចំពោះការតាមដាន감사합니다.